សុស្ដីប្រិយមិត្តសារព័ត៌មាន The Nation កាលពីថ្ងៃទី31ខែមករានាយករដ្ឋមន្ត្រីថៃអនុทิនបានទទួលស្គាល់នូវរបាយការណ៍មួយពីភាពចលាចលរយៈពេលខ្លីនៅតាមបណ្ដោយព្រំដែនដោយនិយាយថានោះគឺជាឧបទ្ទវហេតុដែលទាហានកម្ពុជាបានបាញ់គ្រាប់បែកដៃ M79 នៅព្រំដែនតាមបណ្ដោយផ្លូវល្បាតប៉ុណ្ណោះដោយសង្កត់ធ្ងន់ថាមេបញ្ជាការជួរមុខមានសិទ្ធិអំណាចចរចាហើយស្ថានភាពបានវិលត្រឡប់ទៅប្រក្រតីវិញព័ត៌មានដែលឡែកមួយទៀតថាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃលោកសៀងជៀនវ៉ៃបានប្រគល់ជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនចំនួន20លានយួនដល់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃឧត្តមសេនីយ៍ណាត់ទុភនដោយនិយាយថាជំនួយនេះតំណាងឲ្យមិត្តភាពពិសេសរវាងចិននិងថៃដែលសង្ខេបដោយឃ្លាមួយថាចិននិងថៃមិនមែនជាសាច់ញាតិឆ្ងាយទេប៉ុន្តែគឺជាបងប្អូន